សូមប្រគេនពរកណ្ណាគុណម្ចាស់គ្រប់អង្គហើយក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងឡាយពីវត្តស្វាយទូងស្រុកព្រៃឈរខេត្តកំពង់ចាមចឹងក្នុងគណៈពេលនេះខ្ញុំគណៈអាត្មាភាពសូមលើកយកនៅធម៌មួយទៀតដើម្បីធ្វើការបង្រៀនចែករំលែកប្រគេនកណ្ណាគុណម្ចាស់និងញាតិញោមដែលចង់រៀននៅព្រះធម៌ហើយធម៌ដែលត្រូវខ្ញុំគណៈអាត្មានឹងលើកយកមកដាក់បង្រៀននេះគឺសេចក្តីប្រកាសខាងដើមនៃធម៌មោរៈបរិត្តណាដែលហៅថាមោរៈបរិត្តារាមភោឬក៏ហៅថាមោរៈបរិត្តបកាសនੰហ្នឹងហើយដែលជាសេចក្តីប្រកាសខាងដើមនៃធម៌មោរៈបរិត្តហើយធម៌មោរៈបរិត្តនេះគឺមានសម្ដែងនៅក្នុងបិដកលេខ58ទំព័រ73ប្រសិនបើកណ្ណាគុណម្ចាស់ញាតិញោមចង់ដឹងអញ្ចឹងអាចទៅឆែកមើលនៅក្នុងព្រះត្រៃបិដកបានហើយបើមិនបានទៅឆែកទេចាំរងចាំខ្ញុំគណៈអាត្មានឹងបង្រៀននៅពេលក្រោយក៏ប៉ុន្តែនៅក្នុងលំដាប់នេះយើងនឹងសិក្សាអំពីមោរៈបរិត្តារាមភោឬក៏មោរៈបរិត្តបកាសនੰដែលនិយាយថាកាលដែលព្រះអង្គទ្រង់ស្រោចប្រជាតិជាសត្វកង្កោកព្រះអង្គទ្រង់បានបំពេញនៅអភិសម្ពុទ្ធាដែលបំពេញនៅកិរិយារក្សានៅព្រះអង្គហើយពពួកព្រានព្រៃទាំងឡាយមិនអាចចាប់នៅព្រះអង្គបានទេសូម្បីតែការព្យាយាមដោយចំណេះវិជ្ជានៃការចាប់របស់ព្រានព្រៃនោះក៏មិនអាចចាប់នៅព្រះកាយរបស់ព្រះអង្គដែលយន់យកកំណើតកើតជាសត្វកង្កោកបានដែរអញ្ចឹងមោរៈបរិត្តហ្នឹងគឺសំដៅអំពីកិរិយាយន់យកកំណើតកើតជាសត្វកង្កោកណារបស់ព្រះសម្មាសម្ពុទ្ធនៃយើងហ្នឹងដែលមានសម្ដែងនៅក្នុងបិដកលេខ58ទំព័រ73ហ្នឹងហើយតែឥឡូវនេះដើម្បីកុំឲ្យយូរសូមកណ្ណាគុណម្ចាស់នៃញាតិញោមសិក្សាធម៌មោរៈបរិត្តាបកាសនੰឬក៏មោរៈបរិត្តារាមភោជាមួយខ្ញុំគណៈអាត្មាភាពដូចតទៅធម៌មោរៈបរិត្តបកាសនੰគឺធម៌ពរិញ្ញតាមពោណាធម៌ពរិញ្ញតាមពោហ្នឹងតោះចាប់ដើមធម៌ហ្នឹងខ្លីទេតែមត្តពរហ្នឹងចាប់តែម្ដងហៅអានពុរិញ្ញតាមពោធិសម្ភារេសាថ្មីពុរិញ្ញតាមពោធិសម្ភារេនិបត្តੰមោរយោនិយ៉ាងមោរយោនិយ៉ាងយេនសੰវិហិតារខੰមហាសត្តੰវនេចរាចិរសੰវាយមន្តាពេនេវៈសខੰសូកណ្ហិតុងប្រមមន្តន្តេសាថ្មីប្រមមន្តន្តេអខាតੰបរិត្តន្តំភៈណាមហេតោះឥឡូវសូត្រម្ដងពុរិញ្ញតាមពោធិសម្ភារេនិបត្តੰមោរយោនិយ៉ាងយេនសੰវិហិតារខੰមហាសត្តੰវនេចរាចិរសੰវាយមន្តាពេនេវសខੰសូកណ្ហិតុងប្រមមន្តន្តេអខាតੰបរិត្តន្តំភៈណាមហេហ្នឹងហើយចឹងឥឡូវនេះឃើញថាធម៌ពរិញ្ញតាមពោណាគឺបានចប់ត្រឹមហ្នឹងហើយសូមកុំភ្លេចកណ្ណាគុំចាស់នឹងញាតិញោមរងចាំរៀនធម៌មោរៈបរិត្តណាជាមួយខ្ញុំគណៈអាត្មានៅវីដេអូក្រោយតទៅទៀតណាហ្នឹងហើយសូមប្រគេនពរនិងចម្រើនពរលា